សួស្តីអ្នកទាំងអស់គ្នាខ្ញុំ Hero Daka ជានៅក្នុងវីដេអូនេះដែរគឺខ្ញុំនឹងមកបន្តទៅកាន់សាច់រឿង From Me to You របស់យើងបន្តទៀតអូខេអញ្ចឹងចាំដឹងថាសាច់រឿងទៅជាយ៉ាងណានោះតោះមកតាមដានស្ដាប់ជាមួយខ្ញុំទាំងអស់គ្នាសាច់រឿងបានចាប់ផ្ដើមឡើងដែលយើងបានឃើញជាមួយនឹងសាវកោនាងកំពុងតែដើរក្រោមដំណក់ទឹកភ្លៀងមកកាន់ជាមួយនឹងឆាត់ពេលនោះនាងក៏បានដើរទៅមើលសត្វស្នក់មួយក្បាលដែលត្រូវបានម្ចាស់បបងចោលតែនាងមើលទៅពិតជាអាណិតសត្វស្នក់នោះខ្លាំងមែនទែនហើយនាងបានបន់ស្រន់ឲ្យមនុស្សល្អមកយកសត្វស្នក់នោះទៅចិញ្ចឹមតបមកនាងក៏បានដាក់ឆាត់ឲ្យសត្វស្នក់នោះនឹងដើរទៅរៀនទាំងទឹកភ្លៀងនោះទៅសាច់រឿងក៏កាត់មកក្នុងសាលាវិញដែលយើងឃើញថាមានសិស្សជាច្រើនកំពុងតែនិយាយគ្នាលេងហើយក៏មានអ្នកនិយាយដើមពីសាវកោនិងកាសេអាយ៉ាដែរដោយសារតែការពិន័យអ្នកដែលទៅដល់ទីនៅក្នុងអេពីសូតមុននោះតម្រូវឲ្យកាសេអាយ៉ាដែលជាអ្នកចាញ់នឹងដែលជាមួយសាវកោចឹងទៅពួកនោះនងគ្នានិយាយថាកាសេអាយ៉ាបានបាក់ខ្សែនឹងសាវកោឬក៏ធ្វើឲ្យសាវកោខូចចិត្តបន្ទាប់មកគ្រាន់តែសាវកោដើរទៅក្រោយពួកគេទាំង3ហ្នឹងពួកគេនាំគ្នាផាយនឹងរត់ចេញយកលេងទៅដូចដឹងពីអេពីសូតមុនចឹងណាតាមពិតសាវកោគាត់តែមកចង់អរុនសុស្ដីទេហើយសាវកោនេះក៏បានលើកដៃស្ពះសំទោសពួកគេដែរដែលធ្វើឲ្យពួកគេនឹងខ្លាចហើយឃើញចឹងប្រូពីរនាក់ហ្នឹងក៏បានគិតយកច្រឡំថាចាំឲ្យសាវកោកំពុងតែបន់ស្រន់តែមានខ្មោចនៅនឹងមែនហើយសាវកោក៏បានបារម្ភពីសាសនាមួយក្បាលនឹងដែរថាវាមិនហើយពួកប្រូពីរហ្នឹងក៏បាននិយាយទៀតដែរថាចំហើយអ្វីបានសាវកោឈរស្ងៀមសំណឹងមកទៅស្ពះហ្នឹងចឹងហើយមិនបាននាងសើមជោគចឹងហើយគ្រាន់តែសាវកោក្លៀបមើលពីអ្នកហ្នឹងប្រូពីរហ្នឹងក៏បានរត់ចេញចឹងនេះទៅចឹងឥឡូវសាវកោនាងបានមកដល់ថ្នាក់របស់នាងហើយឈើជូតមុខបានមួយសន្ទុះនាងក៏បានចាប់អារម្មណ៍ថាកាសេអាយ៉ាក៏បានមកដល់ដែរទៅតែមកដល់ក្រោយនាងនឹងឯងហើយគ្រាន់តែកាសេអាយ៉ាបានមកដល់ភ្លាមមានមនុស្សជាច្រើនមកចាំរំនិយាយមួយគាត់ឡើងវិញហ្នឹងតែនេះក៏ធ្វើឲ្យសាវកោរៀងញាប់មកដូចគ្នាតោះមកកាសេអាយ៉ាក៏បានចាប់អារម្មណ៍ឃើញសាវកោចឹងទៅក៏បានដើមអរុនសុស្ដីទៅកាន់សាវកោទៅហើយសាវកោក៏ហ៊ានតិចនឹងបានអរុនសុស្ដីទៅកាន់គាត់វិញហើយនៅក្នុងចិត្តសាវកោវិញបើជាសប្បាយចិត្តយ៉ាងខ្លាំងនាងបានគិតថាទោះបីជានាងធ្វើឲ្យកាសេអាយ៉ាមានរឿងយ៉ាងណាក៏គាត់នៅតែមកនិយាយជាមួយនាងដែរគាត់ពិតជាមនុស្សល្អមែនតើទៅមកកាសេអាយ៉ានិងសាវកោក៏បាននិយាយគ្នាលេងទៅដោយឃើញសាវកោសើមទៅទឹកនិងទឹកភ្លៀងជាងគាត់ចឹងគាត់ក៏បានសួរទៅកាន់សាវកោថានាងមានអាវផ្សេងទៀតអត់អាវសកួរយកទុកមកពេលព្រោះថាយកទៅដូរកៅអៅទៅព្រួយនាងសើមខ្លួនហើយតែសាវកោគឺនាងអត់មានទេចឹងទៅកាសេអាយ៉ាក៏បានទៅសួរអាចារ្យពីរនាក់នេះហើយម្នាក់នេះក៏មានទៅតែនាងគឺមានឈ្មោះថាយូស៊ីដាបន្ទាប់មកយូស៊ីដាក៏នាំសាវកោមកយកអាវទៅហើយយើងឃើញថាបើទោះជាអាវនឹងវាប្រឡាក់និងមានក្លិនអត់ល្អមែនតែសម្រាប់សាវកោគឺពិតជាសប្បាយចិត្តមែនទែនតែមិនភ័ក្របានឲ្យរបស់ដែលមានតម្លៃរបស់គេមកកាន់នាងបន្ទាប់មកនៅកន្លែងនេះកាសេអាយ៉ាក៏បានយកកន្សែងគាត់ហ្នឹងមកក្របពីលើសាវកោយកជូនដល់នាងហើយគាត់ក៏បាននិយាយដែរថាសំទោសផងវាសាមតិចហើយភាសាគាត់ទៅប្រើវាមុននឹងដែរហើយសាវកោក៏បានអរគុណទៅដែលយើងមើលទៅកន្លែងហ្នឹងពិតជា sweet មែនទែនបន្ទាប់ពីសាវកោបានដូរកៅអៅរួចហើយនាងក៏បានដើរវិញតែពេលនោះនាងក៏បានគិតដែរថាគួរតែអរគុណទៅកាន់កាសេអាយ៉ាហើយដែលនាងអាចនិយាយនិងធ្វើជាមិត្តភក្តិនឹងយ៉ាណូនិងយូស៊ីដាតែនាងពិតជាគ្រប់កាសេអាយ៉ាមែនទែនចំណែកក្នុងថ្នាក់វិញកាសេអាយ៉ាក៏បាននិយាយជាមួយមិត្តភក្តិគាត់ពីរឿងដែរគាត់បាក់ខ្សែសាវកោដែលប្រូហ្នឹងបាននិយាយថាកុំបារម្ភពីសាវកោពេកអីកាសេអាយ៉ាគាត់ដឹងថាកាសេអាយ៉ាអារម្មណ៍ល្អហើយបន្ទាប់ពីបាក់ខ្សែទៅកាន់សាវកោនិយាយបានប៉ុណ្ណឹងកាសេអាយ៉ាក៏បាននិយាយកាត់ពីសម្រាប់បែបហ្នឹងថាគាត់បានបាក់ខ្សែសាវកោទេហើយគាត់ធ្វើឲ្យបែបហ្នឹងភ្ញាក់ដែរតោះមកក៏បាននឹកឃើញទៅពេលគាត់និយាយគ្នាជាមួយសាវកោនៅក្នុងអេពីសូតទី1ពេលនោះសាវកោក៏បាននិយាយថាតើវាមិនអីទេមែនដែលនាងពឹងថានាងអាចជួបកាសេអាយ៉ានៅអំឡុងពេលរដូវក្តៅតើអ្នកនឹងមិនគិតពីខ្ញុំទេឬនៅពេលដែលយើងបានជួបគ្នាខ្ញុំតែចង់ធ្វើមនុស្សម្នាក់ដែលដូចនឹងអ្នកកាសេអាយ៉ានឹងអារម្មណ៍មនុស្សកាន់តែវិវត្តធំទៅនឹងច្បាស់ទៅហើយខ្ញុំប្រកាសថាអារម្មណ៍មួយនោះវានឹងមិនផ្លាស់ប្ដូរទេពេលនោះមុខរបស់កាសេអាយ៉ាក៏បានក្រហមហើយបែរគាត់ទៀនដល់មកសាច់រឿងកាត់មកពេលនេះម្ដងដែលយើងឃើញថានៅលើតុរបស់យូស៊ីដានិងយ៉ាណូហ្នឹងគឺមាននៅកំប៉ុងទឹកផ្លែឈើម្នាក់មួយតែនាងធ្វើអញ្ចឹងទោះជាការអរគុណហើយកាសេអាយ៉ាក៏គាត់បានមួយដូចគ្នាដែលគាត់បាននៅកាហ្វេភាពនោះកាសេអាយ៉ាក៏បានប្រញាប់រត់ចេញមកក្រៅនិងស្វែងរកសាវកោតែនេះបទនាងឲ្យគាត់មែនហើយសាវកោក៏បាននិយាយទៅថាអរគុណសម្រាប់កន្សែងកាសេអាយ៉ាតបយ៉ាងណាក៏ដោយនាងគួរតែប្រាប់គាត់ទៅគាត់មិនដឹងថានឹងបោះបញ្ញាគេផងហ្នឹងតែមកពួកគេក៏បាននិយាយគ្នាលេងទៅនិយាយចុះនិយាយឡើងកាសេអាយ៉ាក៏បានចាប់អារម្មណ៍ដល់កូននៅដៃសាវកោហើយសាវកោនាងបាននិយាយថានាងចង់យកដល់កូនហ្នឹងឲ្យសត្វស្នក់ផឹកហើយក៏ឃើញចឹងកាសេអាយ៉ាបានសួរថាតើនាងជួយចិត្តឆ្កែមែនហើយគាត់បាននិយាយថាគាត់បានឃើញឆ្កែមកក្បាលដែរពេលព្រឹកមិញហើយគាត់បានលេងមួយគាត់
គាត់ចឹងទៅមិនធ្វើឲ្យគាត់សើមកនិយាយឡើងតាមពិតទៅសាសនាហ្នឹងគឺជាសាសនាតែមួយដែលពួកគេបានឃើញសោះចឹងទៅនៅពេលចេញពីរៀងពួកគេក៏បានមកលេងសាសនាហ្នឹងដែលឃើញថាសាសនាហ្នឹងពិតជាចូលកាសេយ៉ាមែនតើតែវាដូចជាឲ្យហ៊ាននៅមួយសាវកោទេព្រោះខ្លាចកាសេយ៉ាក៏យ៉ាងឆ្ងល់នឹងគេដូចគ្នាសាវកោបានតបវាអីទេព្រោះរឿងចឹងស្រាប់ទៅហើយណាមិនថាសរសើរសំបីតែកូនក្មេងទៅក៏ខ្លាចនាងដែរបន្ទាប់មកពួកគេក៏បានបន្តនិយាយគ្នាលេងទៀតទៅរហូតដល់ចំណុចនេះសាវកោបាននិយាយប្រាប់កាសេយ៉ាថានាងចង់ខ្លាចជាមិត្តនឹងមនុស្សគ្រប់គ្នាហើយកាសេយ៉ាក៏បានជំរុញនិងលើកទឹកចិត្តនាងឲ្យធ្វើដូចគ្នាធ្វើវាទៅអ្នកនឹងមិនអីទេបន្ទាប់មកពួកគេក៏បានប្រវាយផ្លូវគ្នាទៅផ្ទះទៅតែមកទៅសាវកោក៏បាននិយាយទៅកាន់កាសេយ៉ាថាតែគាត់អាចឲ្យនាងនឹងបានជួបនឹងឃើញសាសនានឹងទៀតកាសេយ៉ាក៏និយាយរៀងអន់ចិត្តដែរចង់ជួបតែសាសនាតែមិនចោះខ្ញុំមកប្រកបណាស់អ្នកក៏ដូចគ្នាដែរថ្ងៃស្អែកក៏បានមកដល់ដែលយើងឃើញថាសាវកោនាងបានធ្វើជាមួយនៅនំខូឃីដែលចង់ទៅឲ្យពួកម៉ែរបស់នាងហ្នឹងឯងតែនាងមិនតន់ឲ្យពួកម៉ែរបស់នាងព្រាមៗទៅហើយឥឡូវដោយសារតែផុតម៉ោងនោះហើយចឹងទៅនាងក៏បានដូរតទៅអង្គុយតុផ្សេងទៅព្រោះថារៀនតាមម៉ោងដែរតាមមុខវិជ្ជាហើយក៏មានសិស្សស្រី2នាក់ដែលដើរមកបំរុងនឹងអង្គុយតុសាវកោតែក៏បានដូរចិត្តវិញព្រោះថានាងក៏បានដឹងថាសាវកោបានអង្គុយកន្លែងហ្នឹងខុសពីការមុនសាវកោបានជំនះចិត្តរបស់នាងនឹងបានដើរទៅនិយាយជាមួយពួកនឹងថាជាស្រ័យផងតុកនឹងគឺវាអត់អីទេវាមិនប្រឡាក់ដីហើយក៏គ្មានអីផ្សេងដែរហើយក៏គ្មានអ្វីកើតឡើងដែរបើសិនបើអ្នកអង្គុយលើវាខ្ញុំគ្មានថាមពលឬក៏សមត្ថភាពធ្វើអីនរណាម្នាក់ឈឺឬក៏អ្វីផ្សេងទៀតដែរខំនិយាយឡើងថ្ងៃដល់ពេលនាងងាកមើលទៅលើទៅពួកនឹងរត់ទៅនឹងពីការទេហើយដោយសារតែអត់មនុស្សអង្គុយនាងក៏បានអង្គុយកន្លែងដដែលទៅយ៉ាងណាក៏បានចាប់អារម្មណ៍នៅចំណុចនេះដូចគ្នានេះរៀងនិតសាវកោដែរតមកម៉ោងចូលរៀនក៏បានចូលមកដល់ដែលឆ្នាំហ្នឹងបន្ទាប់ពីផុតទៅដល់ក្តៅហើយពួកគេត្រូវដូរតុគ្នាត្រូវរៀបតុឡើងវិញដូរតុអង្គុយតែដោយសារតែលោកគ្រូឈឺចឹងទៅក៏អត់បានជួយទៅរៀបឲ្យពួកគេទេចឹងទៅឲ្យពួកគេរៀបដោយខ្លួនឯងហើយពួកនោះឃើញគ្រូឈឺធ្ងន់ចឹងទៅក៏បានគិតថាសាវកោគឺជាអ្នកធ្វើយ៉ាងទៀតហើយសាវកោបន្ទាប់ពីដើរឮថាផ្លាស់ប្ដូរក៏អីនាងក៏បានចាប់ផ្ដើមសប្បាយចិត្តហើយដោយសារនាងគិតថានាងអាចនឹងរកបានមកភ័ក្រថ្មីដែលពេលនោះកាសេយ៉ាក៏គាត់ចាប់បានលេខ32ហើយមើលទៅពួកនោះគ្មានបណ្ណាគេចង់អង្គុយក្បែរសាវកោទេហើយសាវកោនោះគឺនាងបានលេខ3ហើយនាងក៏បានស្ដាប់ឮនៅអ្វីដែលមិត្តរួមថ្នាក់នាងនិយាយទាំងអស់ដូចគ្នាដែលនេះក៏ធ្វើឲ្យនាងរៀងសែតដូចគ្នាហើយនាងក៏សង្ឃឹមថាថ្ងៃណាមួយនាងនឹងអាចនិយាយទៅកាន់នរណាគេម្នាក់ថានាងសប្បាយចិត្តណាស់ដែលបានអង្គុយនៅទីនេះតែភ្លាមនៅរឿងនៃគួរភ្ញាក់ផ្អើលនោះគឺកាសេយ៉ាក៏បានដូរលេខជាមួយនឹងគេហើយក៏បានលើកតុមកអង្គុយក្បែរសាវកោដែរអស្ចារ្យណាស់ខ្ញុំបានអង្គុយចិត្តអ្នកហើយមិនមែនតែកាសេយ៉ានោះទេសូម្បីតែយ៉ាណូក៏បានលើកតុមកអង្គុយក្បែរសាវកោដែរហើយក៏មាននៅប្រូម្នាក់នេះដែរដែលគាត់មកអង្គុយក្រោយសាវកោឃើញចឹងអាចារ្យយ៉ូស៊ីដាក៏បានមកដដែលមកប៉ែនឹងថានឹងតុរបស់នាងទេប្រូហ្នឹងក៏បានលើកដាគាត់ឲ្យនាងមើលទៅថាគាត់នឹងគឺមានលេខដែលត្រូវអង្គុយក្បែរប្អូនហ្នឹងមកសាវកោនាងបាននិយាយថាដើម្បីទោះជាការអរគុណសម្រាប់ថ្ងៃម្សិលមិញនាងបានយកនំខូឃីមកឲ្យពួកគេហើយគាត់តែកាសេយ៉ាបានភ្លក់មួយម៉ាត់ភ្លាមគាត់ទៅសើអត់ដាច់ពីមាត់ទេថាឆ្ងាញ់ចំណែកប្រូនោះនៅខាងក្រៅនោះឃើញចឹងគាត់បាននិយាយទៅអូនថាអូយខ្ញុំឃ្លានណាស់នេះចង់ប្រូឲ្យអត់ញ៉ាំអាហារថ្ងៃត្រង់ឯមែនចឹងទៅសាវកោក៏បានឲ្យរបស់នាងទៅកាន់អប៉ែនឹងដែរទៅហើយតាមផ្លែទេអប៉ែនឹងគាត់ញ៉ាំទាំងអស់លេងមកបន្ទាប់មកសាវកោនាងបាននិយាយថាខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានអង្គុយកៅអីមួយនេះនៅក្បែរអ្នកទាំងអស់គ្នាខ្ញុំនិយាយចេញពីបេះដូងអញ្ចឹងសាច់រឿងក៏កាន់មកពេលចេញទៅផ្ទះវិញដោយសារតែឃើញសាវកោកំពុងតែដើរម្នាក់ឯងអញ្ចឹងកាសេយ៉ាក៏បានជីកកមកពីក្រោយនិងបាននិយាយថាអូល្អហើយដែលនាងមិនបានយំទៀតហើយពួកគេក៏បាននិយាយគ្នាលេងដែរថាដោយសាវកោនិយាយថាខ្ញុំសុំទោសដែលធ្វើអ្វីមិនសូវស្អាតហើយកាសេយ៉ាក៏បានញញឹមដែរនិងនិយាយថាមិនសូវស្អាតហើយសាវកោនាងក៏រៀងសប្បាយចិត្តនឹងផ្លឹកគិតម្នាក់ឯងថាឥឡូវនេះគឺនាងយល់ហើយមូលហេតុដែលនាងមិនមានអារម្មណ៍ថាមានជញ្ជាំងបាំងរវាងនាងនិងកាសេយ៉ាដូចជាអ្នកដទៃគឺដោយសារតែកាសេយ៉ាគាត់បានបំបែកវាយ៉ាងងាយស្រួលដោយគ្រាន់តែញញឹមទៅមកក៏មាននៅសិស្សស្រី3នាក់ដែលបានឃើញកាសេយ៉ានិយាយលេងជាមួយសាវកោដែរតែពួកនាងក៏និយាយឆ្ងល់ឲ្យសួរគ្នាដែរថាសាវកោនិងកាសេយ៉ាពួកយើងដូចជាឃើញពួកគេទាំងពីរនាក់នេះនៅជាមួយគ្នាថ្មីនេះច្រើនដងហើយមិនចឹងទេតើសាវកោពិតជាត្រូវបានបដិសេធមែនអត់បន្ទាប់មកកាសេយ៉ានិងសាវកោក៏បានលាគ្នាទៅហើយសាវកោក៏បានគិតក្នុងចិត្តថាការកោតសរសើរនិងការគោរពអារម្មណ៍នោះវាបានផ្លាស់ប្ដូរសម្បត្តិតែបន្តិចឡើយប៉ុន្តែខ្ញុំឆ្ងល់តើអារម្មណ៍នេះវាបានកើតឡើងនៅខ្ញុំតាំងពីពេលណាអារម្មណ៍ដែលលើសលប់ការកោតសរសើរនិងការគោរពអ្វីមួយកំពុងតែកើនទៅហើយអូខេអញ្ចឹងវីដេអូភាគទី2នេះបានមកដល់ទីបញ្ចប់ហើយ
បើសិនបានគ្នាចូលចិត្តនៅការសម្ដែងរបស់ខ្ញុំមួយនេះកុំភ្លេចចូលចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងហើយបើសិនបើចង់ដឹងថាសាច់រឿងទៅជាណាកុំភ្លេចតាមដាននៅវីដេអូក្រោយអូខេចឹងខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយបាយបាយ